ក្នុងពេញកម្លាំងសមត្ថកិច្ចទូទាំងប្រទេសបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រីធំមួយកាលពីថ្ងៃទី20 ខែមិថុនា ឆ្នាំ2026 ដែលឈានដល់ការបង្ក្រាបករណីចំនួន7និងឃាត់ខ្លួនជនសង្ស័យសរុប22នាក់ប្រតិបត្តិការនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់សមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនក្នុងចំណោមករណីទាំង7នោះ3ករណីត្រូវបានកំណត់ថាជាការជួញដូរគ្រឿងញៀនដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន9នាក់ចំណែក3ករណីទៀតគឺពាក់ព័ន្ធនឹងការដឹកជញ្ជូននិងរក្សាទុកគ្រឿងញៀនដែលក្នុងនោះជនសង្ស័យ10នាក់ត្រូវបានឃាត់ខ្លួនរួមមានស្រីម្នាក់ផងដែរបានថែមពីនេះករណីប្រើប្រាស់គ្រឿងញៀនមួយករណីក៏ត្រូវបានបង្ក្រាបផងដែរដោយឃាត់ខ្លួនជនសង្ស័យ3នាក់ក្នុងប្រតិបត្តិការបង្ក្រាបទាំងនេះសមត្ថកិច្ចបានរកអូសវត្ថុតាងជាច្រើនរួមមានគ្រឿងញៀនប្រភេទមេតាំហ្វេតាមីន ICE ដែលមានទម្ងន់សរុប280.75ក្រាម